តោះសួស្តីអ្នកមើលទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញពីការកាត់សក់ two block ម៉ូតសក់នេះឈ្មោះ two block comma បងប្អូនណាដោយសារតែគាត់តម្លាក់ពុះកដាលគេហៅ two block comma ហើយលេខដែលខ្ញុំបើកពីក្រោយនេះគឺជាលេខ2បាទដោយសារតែសក់គាត់ហ្នឹងរាងក្រាស់បាទដល់ពេលរាងក្រាស់យើងបើកលេខរៀងស្ដើងដែរបើសិនជាបងប្អូនមានអតិថិជនមួយអីកំងម៉ូតអញ្ចឹងបងប្អូនត្រូវមើលសាច់សក់គេស្ដើងក្រាស់ដែរបាទមិនមែនចេះតែឈូសទាំងអស់ទេសំខាន់គឺបងប្អូនឈូសពីក្រោយឲ្យយើងតូចតែបើអត់តូចទេគឺអត់ស្អាតទេទោះក្បាលគេមិនតូចគឺយើងឈូសឲ្យតូចទេណាហើយសក់នេះគឺយើងឈូសជុំវិញមួយជុំយ៉ាងហ្មងបាទជុំវិញមួយជុំមិនតែលេខប៉ុណ្ណឹងហើយទេណាអ្នកនរគ្នាបាទនេះយើងនៅតលេខជើងក្រោមទៀតព្រោះអត់ក្រាស់ពេកទេបើក្រាស់ពេកវាទៅជាឡុងសុងនេះហើយទៅជាឡុងសុងកូរ៉េហើយតែបើស្ដើងទៅជា two block ខមមកវិញហើយសក់ប្រភេទចឹងគឺស្តៀងគ្នាទេតែហៅខុសគ្នាណាបងប្អូនអញ្ចឹងស្តង់ទី2គឺខ្ញុំប្រើលេខកន្លះបោះម៉ូទ័រចិនអញ្ចឹងលេខកន្លះបោះម៉ូទ័រចិនហ្នឹងខ្ញុំមិនមែនប្រើមុខពេញទេគឺខ្ញុំតម្លាក់ថ្មិញមក 0.4 អីចឹងណាបាទ 0.4 ហើយនឹងលេខកន្លះទៀតវាទៅជា 0.9 ហើយបាទមានន័យថាយើងតម្លាក់ថ្មិញឲ្យបូកនឹងលេខថ្មិញកន្លះពុំនឹងទៀតវាទៅជាលេខ9អីចឹងណាទៅជា0.9អីចឹងណាយើងបបោះជើងក្រោមតិចចឹងទៅបាទបដេញស្មោលមិនឲ្យសខ្លាំងពេកទេបាទយើងមើលក្នុងកាមេរ៉ានេះយើងសប៉ុន្តែបើនៅក្រៅវាមិនសូវសប្រហែលទេបបោះរោមបបោះជើងសក់នឹងឲ្យស្អាតបាទយើងបបោះឲ្យស្អាតទៅចាំយើងប្រើម៉ូទ័រច្រឹបឲ្យវាចេញជារូបជារាងអីចឹងណាហើយបបោះបងប្អូនមើលក៏ដៃខ្ញុំបបោះធ្វើមិនកុំឲ្យប៉ះសក់លើតែយើងប៉ះសក់លើវាបញ្ហាយើងត្រូវកែទៀតអញ្ចឹងសក់ហ្នឹងវាអត់តូចទេហើយបន្ទាប់មកយើងដោះថ្មិញ 0.5 នឹងវិញយើងពំលេងដោយ00 0.2 0.3 0.4 តាមស្ថានភាពសក់អញ្ចឹងណាបើម៉ូទ័របងប្អូនអត់មានលេខ 0.1 0.2 0.3 0.4 ហ្នឹងទេបងប្អូនស្មានទៅព្រោះម៉ូទ័រនេះវាមានតម្លាក់មកកឹក2កឹក3កឹកហ្នឹងគេហៅ 0.1 0.2 0.3 0.4 ហើយបាទបើបងប្អូនអត់យល់ណាអញ្ចឹងយើងមុននឹងសេរីសក់ខមរបស់នេះហ្នឹងបងប្អូនធ្វើតាមស្ថានភាពទៅអញ្ចឹងសក់ក្រាស់សក់ស្ដើងអញ្ចឹងធ្វើតាមនឹងអញ្ចឹងទៅបន្ទាប់មកយើងសេរីជើងសក់លើតិចសិនហ្នឹងបាទព្រោះមិនតិចទេសេរីមកហើយត្មងហ្នឹងបាទហើយបានយើងច្រឹបជើងសក់ឲ្យវាចេញជារូបជារាងអញ្ចឹងណាបងប្អូនសម្រាប់បងប្អូនដែលស្រឡាញ់ម៉ូតនេះក៏អាចមើលបានដែរណាបងប្អូនស្ដាយស្រឡាញ់ទៅអាចមើលបាននេះ share ម្នាក់មួយទៅបាទហើយបងប្អូនដែលទៅចូលមកទស្សនាវីដេអូខ្ញុំថ្មីបាទបងប្អូនអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំទេបងប្អូនមេត្តាជួយខ្ញុំម្ដាយមួយជើងម្នាក់បងប្អូនណាបាទជួយ Subscribe Channel របស់ខ្ញុំមួយម្នាក់មួយបាទ Subscribe ចោលទៅបងប្អូនដើម្បីជួយជាងឲ្យដល់ក្តីប្រាថ្នារបស់ជាងអញ្ចឹងណាបាទហើយក្តីប្រាថ្នារបស់ខ្ញុំចង់បាន Subscribe 1000បាទហើយនាទីនេះ4000នាទីដើម្បីរកប្រាក់ចំណូលខាងក្រៅបន្ថែមទៀតជាមួយនឹង YouTube បាទហើយខ្ញុំទៅចាប់ផ្ដើមធ្វើទេបាទចាំផ្ដើមធ្វើវីដេអូចែករំលែកទៅជូនបងប្អូនយើងដែលទប់នឹងរៀនបាទហើយខ្វះខាតនៅចំណុចការធ្វើការនិងការកាត់សក់ហើយអញ្ចឹងទៅណាបាទហើយបងប្អូនមើលលេងទៅអញ្ចឹងចូលមកសាច់រឿងយើងបន្តិចបងប្អូនណាបាទឥឡូវចូលដល់កន្លែងច្រឹបជើងសក់ហើយច្រឹបជើងសក់ធ្វើម៉េចឲ្យស្មើបងប្អូនតែចំណាំថាថ្មិញម៉ូទ័រវាពេញបើយើងច្រឹបម្ដងទាំងពេញហ្មងអត់បានទេអញ្ចឹងបងប្អូនច្រឹបតគ្នាមកមានន័យថាយើងច្រឹបពាក់កដាថ្មិញតមកពាក់កដាថ្មិញទៀតអញ្ចឹងណាដូចយើងម៉ែតវាស់អញ្ចឹងណាចាប់អញ្ចឹងมันវាឃើញស្អាតហើយបន្ទាប់ពីយើងឆាប់ហើយគឺសេរីសក់ពីក្រោយនឹងបាទហើយធ្វើមិនក៏ដោយកុំឲ្យតវាតូចហើយទី1មួយទៀតនោះគឺកុំឲ្យតែសក់ហ្នឹងវារៀងជ្រុងធ្វើមករៀងមូលបន្តិចបាទឲ្យរៀងមូលកុំឲ្យជ្រុងតែជ្រុងអត់ស្អាតទេបាទសក់នេះគឺខ្ញុំសេរីទុកតែប៉ុណ្្នឹងបងប្អូនបើសិនជាបងប្អូនចាំមើលថាខ្ញុំកាត់ហើយថាសក់ហ្នឹងយើងតម្លាក់មកស្អាតប៉ុណ្ណាបងប្អូនទស្សនាដល់ចប់ទៅដឹងហើយបន្ទាប់ពីយើងច្រឹបអីហើយយើងគឺសេរីកោសេរីអីឲ្យស្អាតបាទការកាត់ម៉ូតអញ្ចឹងបើសិនជាយើងកោអត់មុតគឺអត់ស្អាតទេបាទមានន័យថាកោអត់ច្បាស់ណាអញ្ចឹងខ្ញុំព្យាយាមអธิบายបងប្អូនងាយយល់បាទបើមិនយល់ទេបងប្អូនអាច comment មកបានណាបងប្អូនបាទហើយក៏សូមខន្តីអភ័យទោសទៅដល់មេជាងធំដែលបានមើលវីដេអូនេះហើយណាបាទបើសិនជាមើលវីដេអូនេះហើយទើសតល់កន្លែងណាសូមមេត្តាអធិស្ឋានបាទខ្ញុំមិនមែនជាជាងជំនាញអីប្រហែលនេះគ្រាន់តែចូលចិត្តការចែកម្លែកជូនបងប្អូនខ្លះបើសិនជាបងប្អូនយើងចូលមកទស្សនាច្រើនបងប្អូនខ្ញុំនឹងចែកម្លែកទាំងអស់តែម្ដងខ្ញុំធ្វើអីបងប្អូនចេះនឹងដែរដូចគ្នាបាទអញ្ចឹងកុំភ្លេចជួយ Subscribe ខ្ញុំកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយមកបាទហើយជាងនេះ
មិនតន់ជាស្រួលទេបងប្អូនអើយផ្ដាសាយមកតាត់ហើយថ្ងៃនេះបានទៅបើកកន្លែងបានមកផ្លែដែរដោយសារតែទៅរៀងវល់បាទក៏បិទកន្លែងរត់មកផ្ទះវិញអត់ការទេបាទសូមកាន់តែអធិស្ឋានអបយមួយទាំងអស់គ្នាដែលទៅអត់បានមកអត់បានកាត់ណាបាទហើយកន្លែងកៅនេះបើសិនជាបងប្អូនអត់ចេះអាកៅបវលដងឡាមហ្នឹងបងប្អូនរៀនបវលដងឡាមទៅទិញមកលកាំងមួយមកបងប្អូនណារៀនធ្វើទៅលេងនេះយូរទៅចេះហើយបាទអាហ្នឹងត្រូវការហាត់សមវាបើយើងស្ទាត់ជំនាញបាទហើយបន្ទាប់ពីយើងកៅហើយបងប្អូនឲ្យសក់បងប្អូនប្រុសខ្ញុំសួរថាកាត់វែងប៉ុន្មានគាត់ថាសុំយកចុងតិចបានហើយបាទហើយយើងក៏យើងកាត់ចុងតិចហើយសក់ប៉ុណ្ណេះក៏ស្អាតដែរបងប្អូនឃើញតម្លាក់ទៅដូចក្នុងសុងកូរ៉េតែមិនក្នុងសុងកូរ៉េទេណាបងប្អូនច្រឡំណាគេហៅ two block អញ្ចឹងបងប្អូនអាច search បានថា two block មុនមកយើងណាtwo block comma two block harik two block អីហ្នឹងមានច្រើនណាបងប្អូនមានច្រើនណាម៉ូតសក់អញ្ចឹងបងប្អូនទៅ search មើលទៅថាម៉ូតហ្នឹងជាម៉ូត two block មែនអត់បាទតែខ្ញុំនិយាយទៅខុសទេបាទបើសិនខ្ញុំនិយាយទៅខុសម៉ូតសក់ទេបាទបងប្អូនកុំភ្លេចប្រាប់ផងបាទប្រាប់ជាងម្នាក់មួយមកបាទខមមិនខាងក្រោមវីដេអូហ្នឹងទៅហើយសក់នេះគឺយើងចាប់ផ្ដើមសេរីតែបន្តិចជូនគាត់ទេបងប្អូនណាបាទសេរីតែបន្តិចជូនគាត់ទេហើយបងប្អូនមើលការកាត់របស់ខ្ញុំទៅហើយសក់អញ្ចឹងយើងកាត់របៀបម៉េចបងប្អូនទាញមកបាទទាញមកស្បត់ទៅលើហើយបងប្អូនកាត់ចុងតិចមកបងប្អូនទាញមកស្មើហើយតែកាត់វាសក់នឹងស្មើត្រឹមអញ្ចឹងបងប្អូនកាត់ទៅមិនឲ្យបណ្ដេញដូចខ្ញុំកាត់អញ្ចឹងណាបើកន្លែងណាខ្ញុំបាំងតិចសូមតាជាស្រ័យអញ្ចឹងបងប្អូនមើលទៅតាមជាក់ស្ដែងខ្ញុំធ្វើការទៅបងប្អូនបើសិនជាចង់ចេះម៉ូតនឹងអីឬក៏បងប្អូនចេះហើយក៏មិនចាំកាត់តាមក៏បានដែរបាទហើយសក់នេះសក់ប្រភេទនេះយើងត្រូវតែកាត់អាចុងហ្នឹងមិនន័យថាយកកត្រៃសាប់ឬក៏កត្រៃកាត់យើងធម្មតាទៅកាត់បន្ថយទម្ងន់សក់ចុងហ្នឹងតែបើយើងអត់កាត់បន្ថយទម្ងន់សក់ទេវាអាចធ្វើឲ្យសក់ហ្នឹងដុំអញ្ចឹងណាអញ្ចឹងបងប្អូនមកមើលការកាត់សក់ចំហៀងរបស់ខ្ញុំសិនអញ្ចឹងដំបូងឡើយបងប្អូនទាញមកក្រោមយ៉ាងហ្នឹងទាញមកក្រោមឲ្យស្មើយ៉ាងមកហើយលើកទី2ចាំបងប្អូនទាញចំហៀង45អីយ៉ាងទៅណាបាទហើយចាំមើលថាខ្ញុំទាញ45របៀបម៉េចចាំខ្ញុំប្រាប់បងប្អូនបាទហើយឥឡូវបងប្អូនមើលកន្លែងដែលខ្ញុំតម្រឹមសក់ចំហៀងឲ្យបងប្រុសបន្តិចសិនទៅហើយវីដេអូនេះគឺខ្ញុំកាត់តាកន្លែងណាអត់សំខាន់ចោលទេមានន័យថាខ្ញុំដើរទៅយករបស់ដើរទៅយកកន្ត្រៃដើរទៅយកម៉ូទ័រអីចឹងទៅបាទនេះបងប្អូនឃើញទេបាទនេះទាញឆាយចឹងកាត់ចឹងមកចឹងដើម្បីសក់ឲ្យធ្លាក់ទៅវាបដិញចឹងវាអត់ដប់ទេណាបងប្អូនវាអត់ដុំទេដល់ពេលដែលយើងកាត់បន្ថយទម្ងន់សក់អាចុងនឹងទៀតគឺវាបែបធម្មជាតិយកតែម្ដងឃើញទេបងប្អូនធ្វើអញ្ចឹងក៏បានដែរណាបាទធ្វើតាមខ្ញុំអញ្ចឹងក៏បានដែរសម្រាប់បងប្អូនដែលមានអតិជនឬក៏គាត់មកកំងម៉ូត two block ឬក៏ឡុងសុងកូរ៉េអីហ្នឹងមកកាត់វិធីដូចគ្នាទេអត់អីទេព្រោះឡុងសុងកូរ៉េខំមក two block អត់និយាយទៅវាទៅឲ្យទៅពុះកដាលបាទខំមកហ្នឹងឲ្យពុះកដាលហើយបន្ទាប់ពីខ្ញុំកាត់ហើយខ្ញុំសួរថាប៉ុណ្្នឹងមែនអូននេះនៅពេលដែលយើងសាប់ហើយបងប្អូនច្រឡំសាប់គេកាត់ហើយបងប្អូនកាត់បន្ថយទម្ងន់ចេះអញ្ចឹងមានន័យថាមិនមែនអាកន្ត្រៃសាប់នេះមិនកាត់សាប់បតឹងទេណាគឺសាប់បដោយសក់បងប្អូនឃើញទេយើងសាប់ដោយយើងសាប់បដោយទៅវាកាត់បន្ថយទម្ងន់ដែរដល់ពេលដែលយើងទាញសក់សិតមកក្រោយទៅវាកាត់បន្ថយទម្ងន់ឃើញខ្ញុំកំពុងតែធ្វើឲ្យបងប្អូនមើលបើយើងកាត់ទៅតឹងសក់នឹងដាច់ទៅតឹងវាអត់មានរបៀបទេអញ្ចឹងយើងកាត់បដោយមកប្រាត់មិនមកកន្ត្រៃហើយមកកន្ត្រៃទៀតទេណាមកកន្ត្រៃហើយបលែងយើងទៅមុខទៀតបាទយើងធ្វើអញ្ចឹងទៅវាអត់បញ្ហាទេបងប្អូនដូចតែយើងផយសក់ដែរទេវាអត់ខុសគ្នាទេហើយសក់នេះគឺបងប្រុសយកប៉ុណ្ណឹងឃើញទេបងប្អូនសក់គាត់គឺតម្រង់គាត់អញ្ចឹងយើងកាត់ឲ្យ two block អញ្ចឹងទៅស្អាតពីដើមឡើយគាត់កាត់ឡុងសុងកូរ៉េដែរប៉ុន្តែឥឡូវគាត់គិតថាគ្រូស្រីឲ្យគាត់កាត់បន្ថយអាក្រៅនឹងតិចយើងក៏គាត់មកកាត់ two block វិញបាទហើយជាងណែនាំកាត់ two block ឲ្យគាត់ទៅនៅពេលដែលសក់យើងកាត់ហើយគឺបានតម្រង់ប៉ុណ្នេះបងប្អូនណាឃើញទេហើយបងប្អូនគិតថាសក់ហ្នឹងស្អាតបាទជួយខមមិនម្នាក់មួយផងបងប្អូននេះដល់ពេលដែលយើងតម្លាក់ទៅវាកពោចេះនេះគេហៅ two block ហើយបងប្អូនណាបាទហ្នឹងហើយបើសិនជាខ្ញុំហៅឈ្មោះខុសសូមមេត្តាអធិស្ឋានផងបាទអរគុណទស្សនិកជនដែលបានចូលមកទស្សនាបាទវីដេអូពីរបៀបកាត់សក់ two block បាទហើយបងប្អូនដែលអត់ទៅរៀនបាទដែលទៅចេះហ្នឹងក៏មើលបានបាទអត់ទាន់ចេះកាត់ម៉ូតហ្នឹងអាចមើលបានបាទហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបងប្អូនណាបាទអរគុណច្រើនបាទសូមជម្រាបលា